សួស្តីប្រិយមិត្តទាំងអស់គ្នាព័ត៌មានព្រឹកថ្ងៃទី17ខែកញ្ញាឆ្នាំ2025សារព័ត៌មាន The Sun នេះគឺជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យទម្លាក់គ្រាប់បែកលើកប៉ាល់ Venezuela មួយគ្រឿងថ្មីទៀតនៅក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀនដ៏ហិង្សាប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានថាយើងកំពុងតាមប្រមាណអ្នកគាត់បានចែករំលែកនៅវីដេអូមួយដែលបង្ហាញអំពីការដែលនាវាមួយកំពុងត្រូវបានបំផ្លាញជាមួយនឹងមនុស្ស11នាក់លោកត្រាំនិងលោកម៉ាដូរ៉ូត្រូវបានជាប់គាំងនៅក្នុងជម្លោះអន្តរជាតិដ៏ជូរចត់មួយក្នុងរយៈពេលប្រមាណសប្តាហ៍កន្លងទៅនេះប្រធានាធិបតីលោកត្រាំបានចោទប្រកាន់សមាភិកីវេណេស៊ុយអេឡារបស់គាត់ថាមានការជាប់ពាក់ព័ន្ធដ៏ស្មុគស្មាញទៅនឹងអំពើឃាតកម្មដ៏ធំការជួញដូរគ្រឿងញៀនការជួញដូរផ្លូវភេទនិងអំពើហិង្សានិងអំពើភេរវកម្មនៅទូទាំងសហរដ្ឋអាមេរិកនិងនៅអត្តពលខាងលិចលោកម៉ាដូរ៉ូបានឆ្លើយតបវិញដោយនិយាយថាលោកនឹងមិនអនុញ្ញាតឲ្យលោកត្រាំរួចខ្លួនឡើយចំពោះការពោលពាក្យគំរាមកំហែងយ៉ាងនេះគាត់ក៏បានប្រកាសដែលថាគាត់កំពុងគៀងគោយោធារបស់ប្រទេសវេណេស៊ុយអេឡារបស់គាត់ដោយអះអាងថាមានបុគ្គលិកយោធារហូតដល់ទៅ2លាន5សែននាក់ត្រូវបានដាក់ពង្រាយដើម្បីការពារប្រទេសវេណេស៊ុយអេឡាប្រធានាធិបតីម៉ាដូរ៉ូក៏អះអាងដែរថាការជួញដូរគ្រឿងញៀនគឺជាការសំគំនិតពួកគេចង់បានការផ្លាស់ប្ដូររបបវេណេស៊ុយអេឡាដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសយើងនិងដើម្បីគ្រប់គ្រងទុនបំរុងប្រេងរបស់ប្រទេសយើងសារព័ត៌មាន BBC ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងប្តឹងកាសែត New York Times ក្នុងតម្លៃ$15,000 លានជុំវិញអ្វីដែលលោកហៅថាការបរិហាកេរ្តិ៍និងការប្រមាថកាសែត New York Times ត្រូវបានអនុញ្ញាតឲ្យនិយាយកុហកលាបពណ៌និងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំដោយសេរីយូរពេកហើយឥឡូវនេះវាត្រូវតែឈប់លោកបានបង្ហោះសារនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ដែលឲ្យឈ្មោះថា Truth Social កាលពីថ្ងៃច័ន្ទអ្នកនាំពាក្យរបស់កាសែតបាននិយាយថាបណ្ដឹងនេះគឺជាការប៉ុនប៉ងរារាំងនិងបង្អាក់ការរាយការណ៍ព័ត៌មានឯករាជ្យដោយបន្ថែមថាវានឹងគ្មានប្រយោជន៍ឡើយអ្នកនាំពាក្យរូបនេះបានបន្ថែមថាកាសែត New York Times នឹងមិនត្រូវបានរារាំងដោយកលល្បិចបំផិតបំភ័យឡើយសារព័ត៌មានថៃបាងកកកកងម៉ារីនថៃបានរុញច្រានកងទ័ពកម្ពុជានិងជនស៊ីវិលដែលថៃបានចោទប្រកាន់ថាបានទន្ទ្រានចូលទឹកដីថៃនៅចំណុច3តាមព្រំដែនក្នុងឃុំចំរក់ស្រុកមឿងទីបញ្ជាការព្រំដែនចន្ទបុរីនិងត្រាតកំពុងឆ្លើយតបទៅនឹងរបាយការណ៍ផ្សព្វផ្សាយថ្មីៗនេះអំពីការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃនៅតាមព្រំដែនត្រាតទីបញ្ជាការបានបញ្ជាក់ថាការទន្ទ្រាននេះបានកើតឡើងនៅក្នុងតំបន់ចំនួន3ដែលទាមទារឲ្យប្រទេសថៃដោយផ្អែកលើផែនទីខ្នាត1លើ50000លោកភូរីបាននិយាយថាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះប្រទេសថៃបានធ្វើការតវ៉ាជាបន្តបន្ទាប់ទាមទារឲ្យមានការដកទ័ពរបស់កម្ពុជាប៉ុន្តែបានទទួលការឆ្លើយតបតិចតួចក្រោយពីមានសេចក្តីរាយការណ៍ថ្មីៗនេះកម្លាំងក៏បានចុះទៅពិនិត្យតំបន់នោះអំពីការទន្ទ្រានកាន់កាប់មានកាន់តាំងពីយូរយារណាស់មកហើយលោកបានបន្តថាឥឡូវនេះទាហានថៃបានបណ្ដេញកងទ័ពកម្ពុជានិងជនស៊ីវិលចេញទៅវិញទាហានថៃនៅតែមានការប្រុងប្រយ័ត្នហើយបានត្រៀមខ្លួនដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់បើសិនជាមានការចាំបាច់កាសែតថៃខៅសនកម្ពុជាសន្យាសហការប្រឆាំងនឹងអ្នកឆបោកជាមួយប្រទេសថៃក្រោយពីការជជែកគ្នា10ម៉ោងកម្ពុជាបានយល់ព្រមសហការជាមួយប្រទេសថៃក្នុងការរុះរើបណ្ដាញអ្នកឆបោកអនឡាញបន្ទាប់ពីកិច្ចប្រជុំចរចារយៈពេល10ម៉ោងដែលប្រារព្ធធ្វើនៅសន្តាគារឥណ្ឌូចិនក្នុងស្រុកអារ៉ាញ់ខេត្តស្រះកែវដែលបានបញ្ចប់នៅម៉ោង8យប់នៅថ្ងៃទី16ខែកញ្ញា
នេះឧត្តមសេនីយ៍ពីតានេលបុត្រប្រធានក្រុមកិច្ចការអ៊ីនធឺណិតប៉ូលីសរបស់ប្រទេសថៃបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងឧត្តមសេនីយ៍ឯកសៀងសារិទ្ធអគ្គស្នងការរងនគរបាលជាតិកម្ពុជាបានសន្យាបដិញ្ញាបង្ហាញពីផែនការសកម្មភាពក្នុងរយៈពេល1ខែនៅក្នុងកិច្ចប្រជុំនេះហើយបាននិយាយសម្ដៅទៅក្រុមក្មេងទំនើងដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដែលកំណត់គោលដៅទៅលើជនរងគ្រោះជាជនជាតិថៃតាមរយៈការបោកប្រាស់តាមបច្ចេកវិទ្យានិងប្រតិបត្តិការជួញដូរមនុស្សប្រទេសថៃបានផ្តល់ការស៊ើបអង្កេតលម្អិតបង្ហាញទីតាំងនៃមូលដ្ឋានអ្នកបោកប្រាស់រស់នៅក្នុងប្រទេសកម្ពុជា